ใน Facebook ដែលមានឈ្មោះ Business Advisor ត្រូវបានមហាជនក្នុងបណ្ដាញសង្គមជាច្រើនចាប់អារម្មណ៍ករណីចាប់ខ្លួននេះគេមិនទាន់ដឹងថាតាក់ទងទៅនឹងករណីអ្វីឲ្យប្រកាសនៅឡើយទេហើយខាងអាជ្ញាធរមានសមត្ថកិច្ចក៏មិនទាន់បានបកស្រាយចំពោះរឿងនេះផងដែរបន្ទាប់ពីចាប់ខ្លួនរូបលោកមិនបានប្រមាណម៉ោងផងគណនី Facebook ដដែលដែលគេបានឃើញស្ត្រីម្នាក់ដែលបានអះអាងថាជាភរិយាបានចេញវីដេអូសុំទោសជាសាធារណៈទៅកាន់រាជរដ្ឋាភិបាលក៏ដូចជាសុំទោសទៅកាន់ស្ថាប័នពាក់ព័ន្ធមួយចំនួនដែលម្ចាស់គណនី Facebook នេះបាននិយាយប៉ះពាល់គូបញ្ជាក់ផងដែរថាម្ចាស់គណនី Facebook ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនធ្លាប់បាននិយាយទាក់ទិនទៅនឹងតម្លៃកសិផលក៏ដូចជានិយាយរិះគន់ទៅលើចំណាត់ការរបស់ស្ថាប័នពាក់ព័ន្ធដែលមិនអើពើនឹងតម្លៃកសិផលដែលកសិករប្រមូលបានហើយតែគ្មានទីផ្សារនឹងមានតម្លៃមិនសមប្រកបទៅនឹងកម្លាំងពលកម្មជាដើមហើយជាពិសេសខ្ញុំសូមគោរពជូនដល់សម្ដេចពុកសម្ដេចម៉ែនិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវហើយសូមគោរពដល់ស្ថាប័ននានានាងខ្ញុំមកថ្ងៃនេះគឺនាងខ្ញុំជាភរិយារបស់បងប្រុសសារៈដែលជាម្ចាស់ page Business Advisor និងជាតំណាងគាត់ផ្ទាល់សូមធ្វើការសូមទោសជាសាធារណៈដល់សម្ដេចពុកសម្ដេចម៉ែដល់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវនិងស្ថាប័ននានាដែលកន្លងមកប្តីរបស់ខ្ញុំបាននិយាយប៉ះពាល់ដល់កិត្តិយសរបស់សម្ដេចទាំងទ្វេប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័ននានានាងខ្ញុំធ្វើការសុំទោសហើយនឹងដឹងកំហុសគ្រប់យ៉ាងទទួលស្គាល់កំហុសគ្រប់យ៉ាងដែលកន្លងមកប្តីរបស់ខ្ញុំបាននិយាយប៉ះពាល់នាងខ្ញុំអត់មានអីទេក្រៅពីម្រាមដៃ10សុំទោសថ្នាក់ដឹកនាំនិងស្ថាប័ននានាទាំងអស់ឲ្យអធិស្ឋានដល់ប្តីខ្ញុំដែលធ្វើខុសកន្លងមកនិងសូមឲ្យគាត់ត្រឡប់មកផ្ទះវិញខ្ញុំចង់ឲ្យតែគាត់ត្រឡប់មកផ្ទះវិញហើយសូមការយោគយល់សម្ដេចពុកសម្ដេចម៉ែសម្ដេចបវរធិបតីលើកលែងដល់គ្រួសារខ្ញុំផងជាចុងក្រោយខ្ញុំសូមជូនពរសម្ដេចពុកសម្ដេចម៉ែសូមវត្ថុស័ក្តិសិទ្ធិជួយឃុំក្រងថែរក្សាដល់សម្ដេចម៉ែហើយនឹងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់សម្ដេចពុកហើយសង្ឃឹមថាសម្ដេចពុកសម្ដេចម៉ែសម្ដេចទាំងទ្វេសម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវមេត្តាលើកលែងទោសដល់គ្រួសារខ្ញុំផងសូមអរគុណ